bà chìm riệp xuaประยមិត្តបាទសូមស្វាគមន៍ប្រិយមិត្តមកកាន់ channel ដំណើរហើយថ្ងៃនេះ admin មានរឿងល្អមើលមែនតើហើយគិតថាស្ដាប់ទៅព្រឺព្រួយចាស់ដោយសាររឿងនេះគឺប្រហែលជាមានតែមួយទេប្រហែលជាគ្មានពីរទេមើលទៅបាទរឿងនេះបានកើតឡើងនៅក្នុងខេត្តបាត់ដំបងបាទគឺនៅក្រុងបាត់ដំបងតែម្ដងបាទដោយសាររឿងនេះបានដឹងអំពីបាទកូនប្រុសបាទរបស់ឪណាដោយសារតែចំណងជើងចេះវាស័កសមព្រោះដោយសាររឿងហ្នឹងវាអញ្ចឹងដោយសារតែនារីម្នាក់ហ្នឹងបាទគាត់ឈ្មោះចន្ទ្រាហ្នឹងគឺជាសង្សាររបស់កូនគាត់ទេប៉ុន្តែចៃដន្យអីហ្នឹងគឺឪហ្នឹងបាទគាត់ទៅចូលបាទកន្លែងហូបចុកអីផ្សេងៗណាដែលគេថាឪហ្នឹងជាអ្នកមានដែរណាហើយឪហ្នឹងក៏គាត់ទៅប៉ះបាទទៅស្គាល់ចន្ទ្រានៅកន្លែងហាងហ្នឹងណាហើយគាត់ក៏បានចេញមកហូបបាទចេញថ្លៃហូបអីផ្សេងៗឲ្យចន្ទ្រាដែលជាសង្សាររបស់កូនតែឪអត់ដឹងថាមនុស្សស្រីម្នាក់ហ្នឹងគឺជាសង្សាររបស់កូនគាត់ទេបញ្ជាក់បន្តិចណាឪពុករបស់គាត់ហ្នឹងគឺឈ្មោះពូធីណាពូធីណាហើយកូនប្រុសបាទដែលជាសង្សារហ្នឹងគឺឈ្មោះសាក់ណាកូនប្រុសរបស់គាត់ណាហើយសង្សារបាទសង្សារកូនសង្សារហ្នឹងគឺឈ្មោះចន្ទ្រាពីដើមឡើយអញ្ចេះទេដោយសារតែសាក់ហ្នឹងគាត់ស្រឡាញ់ជាមួយចន្ទ្រាហ្នឹងយូរដែរហើយបាទប៉ុន្តែគាត់អត់ដែរបាននាំចន្ទ្រាអីមកផ្ទះឲ្យឪមើលបាទគ្រួសារខាងឪមើលទេហើយដោយសារតែឪហ្នឹងគាត់ពោះម៉ាយបាទពេលគាត់ពោះម៉ាយណាហើយសាក់ហ្នឹងគាត់តាក់ទងជាមួយចន្ទ្រាហ្នឹងណាគឺយូរដែរហើយប្រហែលជាមួយឆ្នាំជាងហើយពួកគាត់ហ្នឹងមិនត្រឹមតែជាសង្សារទេគឺដោយសារអីគាត់ហាក់ដូចជាសាក់ជាមួយចន្ទ្រាគាត់ទាំងពីរហ្នឹងដូចជាប្តីប្រពន្ធអញ្ចឹងបាទគឺដោយសារតែគាត់បានរួមដំណេកគាត់បានរួមមេត្រីភាពរស់នៅអីបន្ទប់ជុំគ្នាអញ្ចឹងទៅណាគឺដោយសារតែចន្ទ្រាហ្នឹងគាត់បាទមករៀនបាទមិនថាគាត់មកពីឆ្ងាយដែរហើយគាត់មករៀននៅក្រុងបាត់ដំបងហើយក៏ស្គាល់សាក់អញ្ចឹងទៅណាហើយរឿងហ្នឹងវាអូបន្លាយដោយសារតែពេលថ្ងៃហ្នឹងគឺចន្ទ្រាក៏រៀនហើយសាក់ហ្នឹងក៏គាត់បាទជាអ្នកធ្វើការនៅក្នុងក្រុងបាត់ដំបងដែរបាទហើយក៏គាត់ជួបគ្នាក៏ស្រឡាញ់គ្នាទៅណាហើយចន្ទ្រាហ្នឹងគឺពេលយប់គាត់មានមុខរបរបាទដូចជាហៅថាអ្នកបំរើភ្ញៀវអីផ្សេងៗប៉ុន្តែមិនមែនលក់ខ្លួនមិនមែនអីទេណាគាត់ថាបំរើប្រភេទលើកម្ហូបលើកអីចឹងទៅឲ្យភ្ញៀវក្នុងហាងមួយនៅក្នុងក្រុងបាត់ដំបងណាហើយពេលដែលគាត់តាក់ទងគ្នាបាទជាហោហែទៅហើយបន្ទាប់ពីសាក់បាទនឹងចន្ទ្រាគាត់ជួបគ្នាហើយគាត់ក៏បានបែកគ្នាទៅផ្ទះរៀងខ្លួនហើយសាក់គាត់ទៅផ្ទះគាត់ចឹងហើយចន្ទ្រាគាត់បន្តការងារធ្វើរហូតដល់ម៉ោងមិន10 ពី10យប់ណានៅថ្ងៃមួយនោះគឺហ្នឹងហើយឪពុករបស់សាក់ហ្នឹងគាត់ក៏ជិះឡានឡើងស្អាតបាទគាត់មកបាទហូបអីនៅហាងរបស់ចន្ទ្រាហ្នឹងឯងតែគាត់អត់ដឹងទេគាត់ដឹងថាចន្ទ្រាធ្វើការនៅនឹងចន្ទ្រាមានតំណែងអីជាមួយកូនប្រុសគាត់អត់ដឹងទេពេលគាត់ចូលទៅគឺគាត់ហាក់គាត់ទៅអង្គុយមកកន្លែងណាកន្លែងនៃការហូបចុកហ្នឹងគឺគាត់ឃើញនារីម្នាក់ហ្នឹងឯងចន្ទ្រាហ្នឹងឯងណាគឺស្អាតបាទស្អាតមែនតើណាចន្ទ្រាមិនមែនអន់ណាស្អាតនារីដែលស្អាតមែនតើហើយគាត់ឃើញហើយគាត់ចាប់អារម្មណ៍ណាមិនថាពូធីគាត់ចាប់អារម្មណ៍គាត់ចាប់អារម្មណ៍ទៅលើនារីម្នាក់ហ្នឹងខ្លាំងមែនហើយម្នាក់ហ្នឹងគឺចន្ទ្រាហ្នឹងឯងពេលដែលគាត់ហូបអីនៅកន្លែងហ្នឹងគាត់ក៏បានសួរម្ចាស់ហាងបាទសួរអ្នកផ្សេងហ្នឹងក៏ស្គាល់ថាអ្នកហ្នឹងឈ្មោះអីបាទចង់ស្គាល់ព័ត៌មានរបស់ចន្ទ្រាបាទគាត់ស្គាល់ឈ្មោះឯងតើតែគាត់សួរបុគ្គលិកក្នុងហ្នឹងបានថាស្គាល់ថានារីដែលស្រស់ស្អាតបាទបំរើហ្នឹងគឺឈ្មោះចន្ទ្រាបាទហើយជានារីដែលស្អាតបាទនៅក្នុងហាងហ្នឹងតែម្ដងហើយបកែកនិយាយបកែកកំ pl ែងបកែកញញឹមបកែកតាក់ទងភ្ញៀវនិយាយចំទៅចន្ទ្រាគាត់មួយសេតបាទស្អាតធ្វើឲ្យសឹងតែភ្ញៀវមិនមែនត្រឹមតែពូធីទេនរណាក៏ដោយឲ្យចូលក្នុងហាងហ្នឹងគឺចង់ដឹងតែពីព័ត៌មានរបស់ចន្ទ្រាហ្នឹងឯងតែមិនដឹងថាវាសំណាងឬក៏ជាហេតុផលយ៉ាងណាទេណាគឺពេលដែលពូធីហ្នឹងគាត់ហៅចន្ទ្រាមកហ្នឹងក៏សួរពីដើមហេតុធ្វើដើមផលគឺមានអារម្មណ៍ថាចេះពួកគាត់ទាំងពីរដូចជាស៊ីចង្វាក់គ្នាធ្វើឲ្យអាការនឹកឃើញល្អភាពបាទផ្អែមល្ហែមធ្វើឲ្យចន្ទ្រាទុនចិត្តមែនតើហើយចន្ទ្រាទៅមានអារម្មណ៍ថាទៅដូចជាចូលសុំជាមួយនឹងពូធីមែនតើបាទគឺគាត់ទៅជាចូលសុំមែនថាគឺញញឹមឲ្យព្យាយាមអង្គុយអត់បំរើគ្នាណាទាំងអស់ហើយក៏ទៅមកបំរើតែពូធីហ្នឹងឯងហើយពូធីក៏គាត់ឲ្យលុយចាយដែរអញ្ចឹងណាហើយពេលដែលគាត់ហូបអីកដោដល់យប់ហើយជាម៉ោង1ជាងណា
cứ mi ram tha pu thi quạt miền nam ấy mình đăng rồi có bậc phết đã tha snai em đăng cứ quạt ải bà bậc bùa bà chăn tría lang kre ban á bà lang kre ban á cứ chăn tría quạt ban lang kre chỉ môi đường pu thi bà nó tiệt nè hay cứ quạt oi lôi điệt này quạt oi lôi nè hay chăn tría nó quạt đôi chỉ hạ đôi chỉ có sờ bài chết phong hơi bộ nằng tha đôi khơi lôi á em đăng á nè cứ có cặp pin chặt đáนะហើយគាត់ក៏បានគេងមួយគ្នាហ្នឹងហើយហើយក៏ពូធីនេះគាត់បានសន្យាថាគាត់នឹងចិញ្ចឹមចន្ទ្រាគាត់នឹងបាទថែទាំចន្ទ្រាហើយអត់ឲ្យណាគេប៉ះចន្ទ្រាអញ្ចឹងទៅហើយចន្ទ្រាហ្នឹងគឺអត់បានប្រាប់ថាខ្លួនមានសង្សារទេអញ្ចឹងណាគឺអត់មាត់និយាយទាំងអស់គឺធម្មតាហើយគាត់ក៏ព្រមតាមពូធីដែរណាហើយជារឿយៗហ្នឹងគឺពូធីគាត់មកហើយឲ្យទៅពេលចន្លោះហ្នឹងមកថ្ងៃគាត់មករហូតអញ្ចឹងហើយគាត់បានដេកជាមួយគ្នាច្រើនមែនទែនរវាងពូធីហើយនឹងបាទចន្ទ្រាបាទហើយអាយុខុសគ្នាគួរសមដែរបាទប៉ុន្តែពេលដែលពេលវេលាពេលថ្ងៃឲ្យដើមហ្នឹងគឺចន្ទ្រាជាមួយសាក់វិញមានថាជាមួយនឹងសាក់សង្សាររបស់គេហ្នឹងហើយគេក៏បានគេងគ្នាច្រើនដងដែរមានថាចន្ទ្រាខ្លួនមួយទេតែចង់បានជីទូកពីរមានថាគាត់តាក់ទងទាំងពូធីតាក់ទងនឹងសាក់ហើយគាត់គេងនឹងពីរនាក់ហ្នឹងបាទដូចគ្នាហើយក៏អត់មានប្រាប់គ្នាទេបាទអត់មានប្រាប់គ្នាទេបាទប៉ុន្តែរឿងនេះក៏វាមិនអាចបាទបាំងចិត្តដែរមេថាដំរីងាប់មិនអាចដូចចង្អេរទៅបាំងចិត្តទេបាទនៅពេលគ្រានោះមួយបាទគឺពេលហ្នឹងគឺសាក់គាត់បានទៅណាទេគាត់កដោចន្ទ្រារហូតដល់ពេលយប់ហើយចន្ទ្រាហ្នឹងក៏គាត់មីងមាំងដែរមិនថាគាត់មិនដឹងធ្វើម៉េចដោយសារអីសាក់ចង់នៅកដោសាក់នៅផឹកកដោនៅកន្លែងហ្នឹងហើយចន្លោះប្រហែលជាម៉ោង12ជាងហ្នឹងហើយស្រាប់តែមានឡានមួយចូលមកកន្លែងហ្នឹងហើយក្នុងពេលហ្នឹងចន្ទ្រាបុកពោះភ័យមិនដឹងតែនិយាយធ្វើម៉េចអត់អីនិយាយណាហើយវិច័យដនអីក្នុងពេលហ្នឹងគឺសាក់បាទរៀងសវឹងសឿងដែរណាហើយចន្ទ្រានោះគាត់ភ័យដែរតែគាត់នៅតែគាត់មិនថាគាត់នេះគាត់នៅឈរមួយឆិតក្រោយខ្នងមួយហៀងហើយពេលហ្នឹងពូធីដែលជាឪពុករបស់សាក់បាទហើយជាសង្សាររបស់ចន្ទ្រាហ្នឹងបានមកដល់ហើយឃើញឈរពីចង្ងាយឃើញចន្ទ្រាឈរមួយបរិសផ្សេងហើយគាត់មើលស្តៀងគេថាប្រហែលជាកូនដែរប៉ុន្តែគាត់អត់បានចាប់អារម្មណ៍ទេគាត់ថាប្រហែលជាប្រុសផ្សេងហើយពេលហ្នឹងគឺគាត់រត់ទៅដល់គាត់បាទងាកបាទគាត់យកដៃរបស់គាត់ទៅប៉ាស្មាបាទបោះសាក់គឺមាត់ម្ដាយបាទហើយយើងវាម្ដាយណាពេលហ្នឹងគឺផ្អើលមែនទែនដោយសារតែពូធីវាយកូននឹងឯងបាទវាយកូននឹងឯងហើយស្រាប់ពេលហ្នឹងគឺសាក់ងាកក្រោយមិនថាគេវាយហើយណាមិនថាពុកគាត់វាយហើយហ្នឹងគាត់ងាកក្រោយមកប៉ាភឹងហើយគាត់ខឹងមែនទែនតែដល់ពេលគាត់មើលមុខថាប៉ាក៏សួរថាប៉ាមកធ្វើអីទីហ្នឹងហើយដល់ពេលហ្នឹងណាគឺពូធីមិនហ៊ាននិយាយទាំងអស់ថាពូវាយដូចហៅថាអារម្មណ៍និយាយមិនត្រូវណាថាហេតុអីបានត្រូវជាវាយកូនហើយកូនក៏គាត់ឆ្ងល់ថាហេតុអីបានជាប៉ាវាយខ្លួនដែរគាត់ឆ្ងល់ដូចគ្នាពេលដែលវាយគ្នាហើយណាគឺធីហ្នឹងបាទពូធីហ្នឹងគាត់បានហៅកូនគាត់មកអង្គុយវិញហើយសួរកូនឯងមកពីណាបាទគាត់បាននិយាយរឿងរ៉ាវផ្សេងអូបានដឹងថាចន្ទ្រាហ្នឹងគាត់បោកបាទគាត់បោកណាហើយគាត់បោកប្រាស់មិនថាបោកប្រាស់ទេដូចថាគាត់ចង់បានលុយណាគាត់ចង់បានលុយពីពូធីផងហើយគាត់កុហកហើយគាត់ចង់បានលុយពីសាក់ផងអញ្ចឹងគាត់មិនមែនជាស្រីស្មោះត្រង់ទេក្នុងពេលហ្នឹងដែរគឺឪកូនគាត់អត់ខឹងគ្នាទេដោយសារអីគាត់ក៏ដឹងដែរថាអូបើជ្រុលអីក៏ទៅអញ្ចឹងទៅអញ្ចឹងសាក់ក៏សុំបែកអំពីចន្ទ្រាហើយពូធីដែលជាឪហ្នឹងក៏សុំបែកគ្នាទៅមិនថាយើងឲ្យលុយគេហើយមិនថាដូចញ៉ាំអីឲ្យលុយញ៉ាំនំឲ្យលុយអញ្ចឹងណាអញ្ចឹងពូគាត់ទាំងពីរក៏បានទៅរៀងខ្លួនហើយក៏មិនថាឪក៏សុំទោសកូនសុំទោសឪហ្នឹងហើយរឿងនេះវាខ្លីទេប៉ុន្តែរឿងនេះរឿងពិតណាប្រិយមិត្តរឿងពិតហើយដោយសារមានប្រិយមិត្តគាត់មកប្រាប់អញ្ចឹងណាអញ្ចឹងសង្ឃឹមថារឿងនេះនឹងមានបទពិសោធន៍ទៅលើយុវវ័យសម័យថ្មីហ្នឹងហើយចាស់ខ្លះក៏គាត់ស្ទាវដែរបាទហើយអរគុណមែនទែនសម្រាប់ប្រិយមិត្តដែលគាត់បាននិយាយរៀបរាប់រឿងគាត់មកប្រាប់បាទរឿងមួយចំនួនសូម